ខ្ញុំគិតថាថ្ងៃនេះខ្ញុំសូមលើកឡើងចំនួន3ចំណុចតែមុននឹងចូលទៅដល់ចំណុចទី1គឺខ្ញុំសូមមានការធ្វើការកត់សម្គាល់ចំពោះអ្វីទៅដែលនាំមកនូវមោទនភាពជាតិហើយម៉ោងនេះពេលនេះគឺស្មារតីរួបរวมជាតិសំលេងតែមួយនៃមហាគ្រួសារខ្មែរគឺពិតជាមានភាពអស្ចារ្យពិតប្រាកដមែនពីទីនេះម៉ោងនេះគឺខ្ញុំសូមឆ្លៀតឱកាសក្នុងការបង្ហាញនៅមនុស្សជាតិណាអរគុណនិងធ្វើការដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសតែម្ដងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដែលកំពុងតែតាមដានដោយយកចិត្តទុកដាក់គ្រប់ពេលវេលានិងគ្រប់វិនាទីទាំងអស់ទៅលើស្ថានភាពដែលកើតឡើងនៅក្នុងសមរភូមិហើយនឹងគ្រប់ទិសទីក្នុងនោះក៏មានជនភៀសសុខទុក្ខរបស់បងប្អូនជនភៀសដូចគ្នាដែរផែវម៉ោងពេលនេះលឺសលេងមកគ្របតើអត់ទាន់មានណាចាញ់ពីសាលាទេពេលលឺម្ដងទៀតតើចាញ់ពីសាលាទាំងអស់គ្នាតើខ្ញុំអត់ហ៊ានរត់ចោលម៉ែទេម៉ែក៏ថានាងនឹងឯងតើមុនម៉ែតើដល់ពេលនេះខ្ញុំអត់ហ៊ានរត់ចោលម៉ែទេខ្ញុំជួយយកនំដាក់ក្នុងកត្រកឲ្យម៉ែជីបវីតើខ្ញុំស្នើឲ្យខ្ញុំយំតាមផ្លូវអត់ខ្ញុំស្នើឲ្យខ្ញុំកដោតជួមុំខ្ញុំស្នើឲ្យការថ្ងៃទី24តើកាត់បាញ់តើគ្រាប់ឆាកក៏តើខ្ញុំនឹកឃើញខ្ញុំស្នើគឺឲ្យខ្ញុំកដោតស្គូណាពីថ្ងៃ24រហូតមកដល់ពេលនេះក៏តើតើស៊ូក្នុងចិត្តខ្ញុំព្រឹកឃើញតើអញអ៊ំខ្ញុំនៅវាកង់ទឹកចូលមួយអត់ទេខ្ញុំអត់នឹកគឺដល់ខ្ញុំរកគឺរឿងថ្ងៃខ្ញុំដេកនឹកគឺរឿងថ្ងៃខ្ញុំអត់នឹកឲ្យខ្ញុំអ្វីទៅដែលវិនាសកម្មនៃសង្គ្រាមពីមុនយើងអាចមិនទាន់យល់ច្បាស់ថាអ្វីទៅដែលអត្តន័យនៃអគុណសន្តិភាពឬអ្វីទៅដែលជាសោកនាដកម្មនិងវិនាសកម្មដែលចេញមកពីសង្គ្រាមតែមកនេះពេលនេះមិនថាខ្មែរនៅក្នុងប្រទេសឬក៏នៅក្រៅប្រទេសមិនថាអាយុវ័យប៉ុណ្ណានោះទេតែយើងទាំងអស់គ្នាគឺពិតជាបានឃើញទៅលើការឈឺចាប់ភាពសោកសៅនៃការបាត់បង់និងបែកបាក់គ្រួសាររបស់អ្វីដែលកម្ពុជាកំពុងតែជួបប្រទះហើយក្នុងនោះក៏សូមឆ្លៀតឱកាសសូមថ្លែងអំណរគុណសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះសម្លេងរបស់ប្រជាជនខ្មែរគ្រប់រូបទាំងក្នុងនិងក្រៅប្រទេសដែលសម្លេងរបស់បងប្អូនជនរួមជាតិទាំងអស់ពិតជាមានសារៈសំខាន់ហើយពិតជាមានទម្ងន់បង្ហាញនៅឆន្ទៈដ៏មុតស្រួយរបស់ប្រជាជនកម្ពុជាហើយដូចគ្នាដែរសម្លេងរបស់យើងនៅថ្ងៃនេះម៉ោងនេះគឺការចង់បាននៃសុខសន្តិភាពសម្រាប់ប្រទេសយើងទាំងពីរខ្មែរចូលចាំចេះខាដល់សើបដាជាខាងប្រាខ្លងតែកាទឹកដីខ្មែរធំ